ចំណាត់ថ្នាក់ទី5ទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើងក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើងបានទទួលរងនូវការទម្លាក់គ្រាប់បែកជាច្រើនលើកច្រើនសារដោយកងទ័ពសម្ព័ន្ធមិត្តប្រទេសកូរ៉េខាងត្បូងដែលដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្ដើមនៅក្នុងថ្ងៃទី29ខែមិថុនាឆ្នាំ1950គឺ4ថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានធ្វើការឈ្លានពានទៅលើប្រទេសកូរ៉េខាងត្បូងអាមេរិកបានទម្លាក់គ្រាប់បែកសរុបចំនួន 633,000 តោនដែលរាប់បញ្ចូលទាំងគ្រាប់ណាប៉ែលជិត 32,000 តោនលើទីក្រុងព្យុងយ៉ាងដែលមានប្រជាជនរស់នៅប្រហែល 400,000 នាក់គេមិនអាចប៉ាន់ស្មានដឹងពីតួលេខច្បាស់លាស់ពីចំនួនអ្នកស្លាប់របស់ទាហាននិងប្រជាជនស៊ីវិលនៃប្រទេសទាំងពីរនេះបានទេពិសេសអ្នកស្លាប់ដោយការទម្លាក់គ្រាប់បែករបស់កងទ័ពសម្ព័ន្ធមិត្តអាមេរិកទៅលើក្រុងព្យុងយ៉ាងនិងតំបន់ជុំវិញនោះការខូចខាតមានទំហំធំធេងប្រហែល 75% នៃទីក្រុងព្យុងយ៉ាងត្រូវបានបំផ្លាញក្នុងអំឡុងពេលយុទ្ធនាការទម្លាក់គ្រាប់បែកក្នុងនោះរួមមានរោងចក្រមន្ទីរពេទ្យសាលារៀនអគាររដ្ឋាភិបាលលំនៅដ្ឋាននិងទំនប់វារីអគ្គិសនីជាដើមទី4ទីក្រុង Ypres ប្រទេស Belgium ទីក្រុង Ypres ដែលមានទីតាំងនៅភាគខាងលិចប្រទេស Belgium គឺជាសមរភូមិជួរមុខដែលមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតនៅក្នុងសង្គ្រាមលោកលើកទី1រវាងកងទ័ពសម្ព័ន្ធមិត្តដែលមានប្រទេស Belgium បារាំងនិងអង់គ្លេសប្រយុទ្ធជាមួយនឹងកងទ័ពអាល្លឺម៉ង់សមរភូមិទី1គឺចាប់ផ្ដើមនៅថ្ងៃទី19ខែតុលាដល់ថ្ងៃទី22ខែវិច្ឆិកាឆ្នាំ1914ដែលធ្វើឲ្យមានអ្នកស្លាប់រហូតដល់ 220,000 នាក់សមរភូមិលើកទី2គឺកើតឡើងនៅថ្ងៃទី22ខែមេសាដល់ថ្ងៃ15ឧសភាឆ្នាំ1915ដែលមានជនរងគ្រោះប្រហែល 100,000 នាក់សមរភូមិទី3គឺកើតឡើងនៅថ្ងៃទី31ខែកក្កដាដល់ថ្ងៃទី10ខែវិច្ឆិកាឆ្នាំ1917គឺមានអ្នករងគ្រោះពី 400,000 ទៅ 900,000 នាក់បានស្លាប់សមរភូមិទី4គឺកើតឡើងនៅថ្ងៃទី7ដល់ថ្ងៃទី29ខែមេសាឆ្នាំ1918ដែលជនរងគ្រោះប្រហែលមាន 200,000 នាក់សមរភូមិទី5គឺកើតឡើងនៅថ្ងៃទី29ខែកញ្ញាដល់ថ្ងៃទី2ខែតុលាឆ្នាំ1918ដែលមានកងទ័ព 10,000 នាក់រងរបួសក្នុងសង្គ្រាមនេះមានអ្នកស្លាប់និងរបួសអាចប៉ាន់ស្មានលើសពី 1 លាននាក់នៅចុងបញ្ចប់នៃសង្គ្រាមទីក្រុង Ypres ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងដោយបន្សល់ទុកនូវអគារបាក់បែកប៉ុណ្ណោះចំណាត់ថ្នាក់ទី3ទីក្រុងបាដាតប្រទេសអ៊ីរ៉ាក់ទីក្រុងបាដាតគឺជាមជ្ឈមណ្ឌលវប្បធម៌និងសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងអំឡុងពេលយុគមាសនៃសាសនាអ៊ីស្លាមដែលបានចាប់ផ្ដើមជាមួយនឹងការបង្កើតអាណាចក្រអាបាស៊ីតក្នុងសតវត្សទី8វាជាមជ្ឈមណ្ឌលសំខាន់សម្រាប់ពាណិជ្ជកម្មការរៀនសូត្រក៏ដូចជាសាសនាផងដែរលើសពីនេះក៏មានបណ្ណាល័យដ៏ធំបំផុតមួយនៅលើពិភពលោកនៅសម័យនោះផងដែរដែលគេឲ្យឈ្មោះថាជាផ្ទះនៃប្រាជ្ញាខណៈពេលដែលទីក្រុងមានដំណើរការល្អនិងរីកចម្រើនខ្ពស់បំផុតជាអកុសលវាត្រូវបានរងការវាយលុកនិងគ្រប់គ្រងដោយកងទ័ពម៉ុងហ្គោលដែលដឹកនាំដោយមេទ័ពហាឡាគូខាន់ដែលត្រូវជាចៅប្រុសរបស់អធិរាជម៉ុងហ្គោលសង់ស៊ីខាន់នៅឆ្នាំ1258កងទ័ពម៉ុងហ្គោលបានបំផ្លាញអ្វីៗទាំងអស់ក្នុងទីក្រុងក្នុងរយៈពេលតែ3ថ្ងៃប៉ុណ្ណោះក្នុងនោះភាគច្រើនគឺជាអគារក៏ត្រូវបានដុតបំផ្លាញផងដែរប្រជាជនទាំងមូលត្រូវបានសម្លាប់ប្រហែលជាង 200,000 នាក់និងអ្នកខ្លះទៀតត្រូវបានកងទ័ពម៉ុងហ្គោលលក់ទៅជាទេសកលផងដែរចំណាត់ថ្នាក់ទី2ទីក្រុងម៉ានីលក្នុងប្រទេសហ្វីលីពីនការប្រយុទ្ធគ្នានៅក្នុងទីក្រុងម៉ានីលបានអូសបន្លាយពីថ្ងៃទី3ខែកុម្ភៈដល់ថ្ងៃទី3ខែមីនា
ឆ្នាំ1945រវាងកងកម្លាំងចម្រុះរបស់សហរដ្ឋអាមេរិកក្រុមឧទាមហ្វីលីពីនប្រឆាំងនឹងកងទ័ពជប៉ុនដែលកំពុងកាន់កាប់តំបន់នោះទីក្រុងនេះត្រូវបានរងនូវការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងដោយយន្តហោះអាមេរិករួមទាំងការបាញ់កាំភ្លើងធំរវាងកងកម្លាំងជប៉ុននិងអាមេរិកដែលបានបន្សល់ទុកនូវសំណង់ជាច្រើនដួលរាបដល់ដីនៅក្នុងទីក្រុងវាជាសោកនាដកម្មដ៏ធំបំផុតមួយនៃសង្គ្រាមទាំងមូលដែលធ្វើឲ្យប្រជាជនហ្វីលីពីនជាង100,000 នាក់ដែលភាគច្រើនជាជនស៊ីវិលបានបាត់បង់ជីវិតក្នុងសង្គ្រាមរយៈពេលតែ1ខែប៉ុណ្ណោះចំណាត់ថ្នាក់ទី1ទីក្រុងវ៉ាស័រប្រទេសប៉ូឡូញវ៉ាស័រគឺជាគោលដៅដ៏សំខាន់មួយរបស់កងទ័ពណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី2ដោយសារមានប្រជាជនជ្វីសជាច្រើនរស់នៅក្នុងទីក្រុងនេះវាគឺជាកន្លែងសម្រាប់អង្គការនយោបាយវប្បធម៌ក៏ដូចជាសាសនាជ្វីសល្បីៗជាច្រើនដែរក្នុងឆ្នាំ1939ទីក្រុងមួយនេះបានរងនូវការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងយ៉ាងដំណំពីសំណាក់កងទ័ពអាល្លឺម៉ង់ក្នុងពេលដែលលុកលុយប្រទេសប៉ូឡូញកងកម្លាំងអាល្លឺម៉ង់បានខិតខំប្រឹងប្រែងមិនធ្លាប់មានពីមុនក្នុងការវាយយកដើម្បីគ្រប់គ្រងទីក្រុងហើយនឹងបំផ្លាញអគារក្នុងទីក្រុងពី80ទៅ90%ក្នុងនោះរួមមានសារមន្ទីរអគារវិចិត្រសិល្បៈរោងមហោស្រពព្រះវិហារឧទ្យាននិងអគារប្រវត្តិសាស្ត្រជាច្រើនដូចជាប្រាសាទនិងវិមានជាដើមនេះគឺកងទ័ពអាល្លឺម៉ង់បានបំផ្លាញដោយចេតនាដើម្បីជាការសងសឹកដល់ក្រុមបះបោរតស៊ូប្រឆាំងពួកគេនៅក្នុងទីក្រុងនេះក្នុងអំឡុងពេលដែលកងទ័ពអាល្លឺម៉ង់បានគ្រប់គ្រងទីក្រុងវ៉ាស័រអរគុណសម្រាប់ការទស្សនារបស់លោកអ្នកសម្រាប់ភាគទី1និងភាគទី2រហូតដល់ចប់សូមអរគុណ